លោកនាងមកដល់បាខែនេះក៏ជាពេលវេលានៃការប្រមូលទិន្នផលស្រូវសម្រាប់ប្រជាកសិករដែរនៅក្នុងនោះគឺរោងម៉ាស៊ីនកិនស្រូវ Golden Star នៅក្នុងស្រុកថ្មគោលបានកំពុងធ្វើសកម្មភាពលើការប្រមូលទិញស្រូវសម្ងួតនិងកែច្នៃវេចខ្ចប់ជាអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសខណៈដែលក្នុងឆ្នាំ2025នេះរោងម៉ាស៊ីនបាននាំចេញអង្ករប្រមាណជា40,000តោនទៅកាន់ទីផ្សារអឺរ៉ុបចិនបារាំងអាល្លឺម៉ង់អូស្ត្រាលីអាហ្វ្រិកខាងត្បូងញូហ្សេឡង់ហុងកុងនិងម៉ាឡេស៊ីជាដើមកញ្ញាវីរិទ្ធកឹមអានអគ្គនាយករងក្រុមហ៊ុន Golden Star បានលើកឡើងថារោងម៉ាស៊ីនកិនស្រូវ Golden Star បានជួយប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបងពោធិ៍សាត់បន្ទាយមានជ័យក្នុងមួយថ្ងៃចន្លោះពី1,000ទៅ1,500តោនកញ្ញាបានបញ្ជាក់ថារោងម៉ាស៊ីនកិនស្រូវ Golden Star មានសមត្ថភាពនៅក្នុងការផលិតកែច្នៃនិងវេចខ្ចប់អង្ករបាន500តោនក្នុងមួយថ្ងៃនិងជួយបង្កើតការងារជូនដល់ប្រជាពលរដ្ឋប្រមាណជា500នាក់ផងដែរសម្រាប់ឆ្នាំ2026ខាងមុខរោងម៉ាស៊ីនកិនស្រូវមួយនេះគ្រោងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចន្លោះពី5ទៅ60000តោនខណៈដែលរោងម៉ាស៊ីនបានដាក់ចេញផែនការពង្រីកសង្វាក់ផលិតកម្មដើម្បីបង្កើនការនាំចេញនិងពង្រីកទីផ្សារទៅក្រៅស្រុកបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ជំរាបសួរនាងខ្ញុំឈ្មោះរ៉េរ៉ាត់គឹមអានខ្ញុំគឺជាអគ្គនាយករងនៃក្រុមហ៊ុន Golden Star Rice Mill and Import Export Co Ltd ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបងគឺជាបេះដូងនៃអាជីវកម្មស្រង់អង្ករនាងខ្ញុំបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកទាំងវិទ្យាល័យនិងមហាវិទ្យាល័យហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលបានត្រឡប់មកប្រទេសខ្មែរយើងវិញទឹកដីស្រុកកំណើតដើម្បីយកការសិក្សាចំណេះដឹងរបស់ខ្ញុំមកស្រុកខ្មែរវិញក្នុងក្តីសង្ឃឹមពង្រីកនិងផ្សព្វផ្សាយអង្ករស្រុកខ្មែរយើងទៅឲ្យប្រទេសផ្សេងៗកាន់តែស្គាល់កាន់តែច្រើនក្នុងឆ្នាំ2025នេះក្រុមហ៊ុនយើងខ្ញុំបាននាំចេញអង្ករ40,000តោនទៅប្រទេសផ្សេងៗដូចជាប្រទេសចិនប្រទេសអាល្លឺម៉ង់ប្រទេសបារាំងប្រទេសហុងកុងប្រទេសម៉ាឡេស៊ីប្រទេសអូស្ត្រាលីThe Netherlands South Africa អាមេរិកហើយនិងប្រទេស UK ដូចគ្នាបច្ចុប្បន្ននេះខាងយើងខ្ញុំទិញស្រូវពីប្រជាពលរដ្ឋក្នុងមួយថ្ងៃចំណុះ1000តោនទៅ1500តោនហើយបើជាអង្ករវិញយើងខ្ញុំអាចផលិតក្នុងមួយថ្ងៃ500តោនការទិញស្រូវទាំងអស់នោះគឺប្រមូលទិញពីប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផ្ទាល់ហើយនិងខេត្តជិតជុំវិញនឹងដូចគ្នាបច្ចុប្បន្ននេះយើងខ្ញុំអាចជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងផ្ទាល់និងខេត្តផ្សេងទូទាំងប្រទេសកម្ពុជាតែម្ដងមាន500នាក់ហើយគាត់មកពីខេត្តផ្សេងដូចជាកំពង់ធំតាកែវខេត្តបាត់ដំបងក៏ច្រើនហើយខេត្តជិតចុងវិញនឹងទាំងអស់ដែរចា៎គោលដៅឆ្នាំ2026រោងចក្រយើងខ្ញុំមានបំណងចង់ពង្រីកបន្ថែមដើម្បីបង្កើតផលិតឲ្យបានកាន់តែច្រើនយើងខ្ញុំចង់នាំចេញទៅប្រទេសក្រៅក្នុងចំណុះ50000ទៅ60000តោនហើយយើងខ្ញុំបានមានគម្រោងសិក្សាដើម្បីបង្កើតឡសម្ងួតបន្ថែមម៉ាស៊ីនរើសពណ៌ហើយបន្ថែមឃ្លាំងដើម្បីស្តុកស្រូវនិងអង្ករតែលែងដោយអង្គរផ្កាម្លិះកម្ពុជាជាម៉ាករបស់កូនខ្មែរផលិតដោយក្រុមហ៊ុន Golden Star ផងដែរត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋនៅទីនោះកញ្ញាបានបញ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកទីផ្សារនាំចេញអង្គរទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀតដើម្បីអន្តរជាតិបានស្គាល់ពីអង្គរខ្មែរមានគុណភាពល្អក្នុងនាមជាកូនខ្មែរហើយក្នុងនាមជាសមាជិកម្នាក់ដែលនៅក្នុងវិស័យស្រូវអង្ករនេះខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលអង្ករខ្មែរយើងអង្ករផ្កាម្លិះផ្ការំដួលខ្មែរយើងដែលបានទទួលពានជាអង្ករជាប់លំដាប់ថ្នាក់ពិភពលោកល្អជាងគេនៅក្នុងឆ្នាំ2025ហើយជាលើកទី7ហើយដែលអង្ករខ្មែរយើងបានទទួលបានអញ្ចឹងមិនមែនជាលើកទី1ទេជាលើកទី7ហើយអញ្ចឹងនេះបង្ហាញថាអង្ករខ្មែរយើងមានគុណភាពល្អតាំងពីដើមហើយឥឡូវនេះគឺមានការបង្រឹងគុណភាពនឹងកាន់តែល្អទៅមុខទៀតក្រុមហ៊ុនយើងខ្ញុំបានមានឱកាសទៅចូលរួមតាំងពីពណ៌នៅប្រទេសផ្នែកអឺរ៉ុបខ្ញុំផ្ទាល់តែបានមកវិញពីប្រទេស Germany ប្រទេសអាល្លឺម៉ង់ហើយនឹងយើងតាំងពីពណ៌នៅភ្នំពេញជាមួយនឹងភ្ញៀវអន្តរជាតិកាន់តែច្រើនហើយទៅមុខនេះទៀតក្នុងរយៈពេលបន្តិចទៀតនេះខ្ញុំនឹងបាន
មានឱកាសទៅចូលរួមតាំងពីពណ៌នៅប្រទេស Turkey ដែលជាប្រទេសមួយដែលអត់ទាន់មានទីផ្សារច្រើនទេសម្រាប់អង្ករខ្មែរប៉ុន្តែខ្ញុំសង្ឃឹមថាក្រុមហ៊ុនយើងខ្ញុំនឹងយកអង្ករខ្មែរយើងទៅឲ្យប្រទេសគេឃើញហើយនឹងផ្សព្វផ្សាយអង្ករខ្មែរយើងទៅឲ្យគេស្គាល់កាន់តែច្រើនជាកូនខ្មែរហើយក្នុងនាមជាខ្ញុំដែលបានរៀននៅសហរដ្ឋអាមេរិកខ្ញុំតែងតែមានក្តីសង្ឃឹមមួយថាចង់ឲ្យប្រទេសអាមេរិកស្គាល់អង្ករខ្មែរកាន់តែច្រើនហើយជាពិសេសទៀតខ្ញុំពិតជាមានមោទនភាពចំពោះក្រុមហ៊ុន Golden Star ផ្ទាល់ដែលមិនត្រឹមតែយកអង្ករខ្មែរទៅទេត្រឹមតែយក brand កូនខ្មែរដែលយើងបានធ្វើបង្កើតមកជាច្រើនឆ្នាំហើយឥឡូវនេះយើងបានជោគជ័យដើម្បីយកតែដល់សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានមនុស្សច្រើនហើយមហាអំណាចហើយពិតជាមានមោទនភាពដែលបានអង្ករខ្មែរយើងទៅឲ្យគេស្គាល់មិនត្រឹមតែឲ្យប្រជាពលរដ្ឋអាមេរិកស្គាល់ទេសូម្បីតែប្រជាពលរដ្ឋខ្មែរយើងដែលគាត់រស់នៅសហរដ្ឋអាមេរិកគាត់ក៏មានការសប្បាយចិត្តដែលបានអង្គរខ្មែរយើងទៅដល់ហើយខ្ញុំបានឃើញការគ្រប់គ្រងពីពួកគាត់ច្រើនមែនតើពិតជាអរគុណខ្លាំងណាស់ខ្ញុំមានការបដិញ្ញាថានឹងព្យាយាមបន្តទៀតទៅអាមេរិកនេះគឺជាអ្វីដែលល្អណាស់សម្រាប់ក្រុមហ៊ុនយើងគឺជាដូចចង់ថាយើងបានធ្វើអ្វីមួយដែលធំប៉ុន្តែពួកយើងអត់ឈប់នៅពេលនេះទេពួកយើងនៅតែបន្តរកទីផ្សារកាន់តែច្រើនហើយទៅប្រទេសផ្សេងទៀតឲ្យកាន់តែច្រើនដើម្បីឲ្យគេបានស្គាល់ក្រុមហ៊ុន Golden Star ហើយនឹងអង្គរផលិតផលខ្មែរយើងចង់ចែករំលែកផលិតផលដែលល្អរបស់យើងទៅឲ្យគេស្គាល់ហើយទី2យើងចង់ឲ្យគេស្គាល់ពីប្រទេសខ្មែរពីវប្បធម៌ពីអ្វីដែលប្រទេសខ្មែរយើងអាចមានដូចនៅលើក្រុងអញ្ចឹងខ្ញុំអាចដាក់រូបអង្គរវត្តឲ្យពេលគេឃើញមកគេដឹងថាអូខ្មែរយើងមានអង្គរវត្តមានរូបទង់ជាតិនៅលើហ្នឹងនេះមួយគឺជាចំណាយតូចមួយនៃក្រុមហ៊ុនយើងដែលបានព្យាយាមធ្វើដើម្បីឲ្យផ្សព្វផ្សាយអង្គរខ្មែរហើយនិងប្រទេសកម្ពុជាយើងទៅប្រទេសផ្សេងទៀតឲ្យបានស្គាល់ក្រុមហ៊ុនជាវិស័យឯកជនក៏បានស្នើដល់រាជរដ្ឋាភិបាលពិចារណាបន្តបញ្ចូលតម្លៃភ្លើងដើម្បីជំរុញការនាំចេញអង្គរជាពិសេសដើម្បីផ្ដល់ឱកាសឲ្យរោងម៉ាស៊ីនបានបង្កើនឱកាសការងារនិងប្រាក់ចំណូលជូនដល់កម្មករបន្ថែមទៀត